បាទបងប្អូនយើងមានការយកច្រឡំនៅវីដេអូនេះជាច្រើនបាទហើយខ្ញុំអត់តាមបានធ្វើវីដេអូផុសអត់តាមបានសរសេរថាការយកច្រឡំជារឿងមួយប៉ុន្តែបងប្អូនយើងមួយចំនួននេះនៅធ្វើពរេវិនិច្ឆ័យទៀតខ្ញុំសរសេរទាំង caption ខ្ញុំនិយាយទៀតតែបងប្អូនយើងអត់មានអានអក្សរហើយអត់តន់ស្ដាប់ទេចាប់ផ្ដើមសរសេរ comment ឌីឡូកជេរលោកដដែលហេតុអីបានអញ្ចឹងបងប្អូនកុំធ្វើពរេវិនិច្ឆ័យដោយយើងឃើញនឹងភ្នែកភ្លាមបងប្អូនត្រូវគិតត្រូវពិចារណាសិនមើលហើយពិសេសបងប្អូនជេរតែម្ដងបាទហើយខ្ញុំធ្លាប់បានជម្រាបឲ្យតាក់ទងនឹងព្រះសង្ឃទោះបីជាលោកខុសវិន័យត្រូវទោសត្រូវអាបត្តិមួយចំនួនក៏នៅតែជាសាមណៈនៅជាអ្នកបួសនៅជាឧត្តមភេទដែរហើយយើងជាស្អីដែលយើងត្រូវទៅជេរលោកជើងតេះឌីលោកហើយខ្ញុំដូចបញ្ជាក់ចឹងបងប្អូនដែលប្រកែកជេរលោកមិនមែនពុទ្ធបរិស័ទទេទី1ទី2អ្នកដែលជេរលោកហ្នឹងគឺសើតែជាអ្នកកាន់ពុទ្ធសាសនាផ្លោមែនហើយគ្មានសូម្បីតែសិល5ផងវប្បធម៌នៃការជេរវាអត់បានលើកដង្កើងបងប្អូនទេបាទវប្បធម៌នៃការជេរអត់បានលើកដង្កើងបងប្អូនហើយបងប្អូនជេរលោកបងប្អូនអត់មានទៅល្អអីអស្ចារ្យជាងលោកទេតែផ្ទុយទៅវិញបងប្អូនធ្លាក់អង្រុកបងប្អូនមានទោសធ្ងន់ជាងលោកទៀតដូចខ្ញុំធ្លាប់ជម្រាបថាឥឡូវឧទាហរណ៍លោកច្រៀងនេះណាលោកច្រៀងតែម្នាក់ហ្នឹងមិនមែនលោកទេណាលោកច្រៀងលោកត្រូវអាបត្តិណាត្រូវអាបត្តិកតត្រូវទណ្ឌកម្មលោកអាចសម្ដែងទុកបាននៅពេលដែលលោកមានចេតនានៅក្នុងការវាចាតាំងចិត្តឈប់ធ្វើលោកសម្ដែងទោសសម្ដែងអាបត្តិហ្នឹងទៅក៏លោកទៅជាអ្នកមានសិលបរិសុទ្ធវិញចុះយើងដែលយើងធ្វើបាបអកុសលរាល់ថ្ងៃនេះហេតុអីបានត្រូវទៅជាលោកចាំមកខ្ញុំស្នើថាបើសិនជាបងប្អូនទាំងអស់គ្នាកាន់ពុទ្ធសាសនាសូមចូលរួមកែតម្រូវពាក្យនៅក្នុងពុទ្ធសាសនាមានតែពាក្យលើកទឹកចិត្តពាក្យសរសើរពាក្យអប់រំពាក្យល្អល្អដាក់គ្នាណាកាយវាចាចិត្តដែលព្រះអង្គសម្ដែងឲ្យយើងធ្វើល្អគ្រប់គ្នាទាំងអស់ប៉ុន្តែបើឲ្យជាយើងមានអីជេរមានអីជេរមិនក៏ខួរក្បាលរបស់បងប្អូនមួយចំនួនមានតែពាក្យជេរឬក៏ក្នុងគ្រួសារខុសតិចជេរខុសតិចជេរចឹងខ្ញុំសូមណាបងប្អូនទាំងអស់គ្នាកុំមានវប្បធម៌ជេរមិនថាប្រសង់ទេបងប្អូនទាំងអស់គ្នាផ្សេងទៀតក៏ដោយបាទអ្នកណាក៏ដោយនិយាយនៅក្នុងបណ្ដាញសង្គមឬក៏មានបញ្ហាអីក៏ដោយបងប្អូនកុំជេរក្នុងនាមយើងជាខ្មែរដូចគ្នាណាក្នុងនាមយើងជាខ្មែរដូចគ្នាគឺយើងត្រូវតែជួយកែតម្រូវគ្នាដោយពាក្យល្អបាទខ្ញុំត្រឡប់មកវីដេអូនឹងវិញបងប្អូនយើងប្រហែលជា10%គ្រាន់តែឃើញរូបភាពបាទគឺខមមិនយកតែម្ដងបាទវាតម្លៃយកតែម្ដងនេះគេហៅថាពរេវិនិច្ឆ័យអញ្ចឹងបងប្អូនមុននឹងខមមិនមុននឹងនិយាយជាមួយវីដេអូរបស់អ្នកណាម្នាក់បងប្អូនមើលទាំង caption គេឬក៏ស្ដាប់ឲ្យយល់នៅអ្វីដែលគេចង់និយាយពីអីវីដេអូហ្នឹងគេនិយាយពីអីសិនដូចកន្លងមកខ្ញុំយកវីដេអូ reaction មួយចំនួនអញ្ចឹងខ្ញុំបានបញ្យល់ឲ្យនៅក្នុងហ្នឹងហើយបងប្អូនយើង comment បន្ថែមពីហ្នឹងទៀតនៅអីដែលខ្ញុំបាននិយាយដូចដែលខ្ញុំអត់បាននិយាយអញ្ចឹងមានន័យថាគាត់អត់បានស្ដាប់វីដេអូហ្នឹងទេអញ្ចឹងគាត់ចង់ចែកម្លែកដល់បងប្អូនមួយចំនួនដែលធ្វើពរេវិនិច្ឆ័យលឿនពេកណាកុំឃើញទាំងភ្នែកយើងវាតម្លៃនេះក្នុងបណ្ដាញសង្គមយើងរាល់ថ្ងៃបងប្អូនកុំវាតម្លៃអ្នកណាម្នាក់ដែលហឺហាហឹកហាក់តែមានលុយកុំវាតម្លៃអ្នកណាម្នាក់ដែលស្លូតឬក៏មើលទៅមិនហឹកហាក់តែក៏អត់លុយមើលអត់ដឹងទេសម័យកាលនេះអំបិលនិងស្ករគឺស្តៀងគ្នាមើលអត់ដាច់ទេលុះណាដែលយើងបានពណ៌ដូច្នេះហើយមិនត្រូវវាតម្លៃអ្នកណាម្នាក់បែបនេះបែបនោះនៅពេលដែលយើងអត់ដឹងច្បាស់ទេតែសប្ងៃបងប្អូនប្រើតែភ្នែកទេម៉ាំងសង្ចក្ខុហ្នឹងគឺភ្នែកសុទ្ធតែម្ដងឃើញបែបម៉េចថាអញ្ចឹងឃើញបែបម៉េចថាអញ្ចឹងនេះមិនមែនជារឿងត្រឹមត្រូវទេបងប្អូនណាបាទអញ្ចឹងខ្ញុំគាត់ចង់ដាស់តឿនបងប្អូនមួយចំនួនដែលប្រកែពរេវិនិច្ឆ័យមិនបានគិតឲ្យបានដិតដល់ហើយខមមិនចូលមកក៏មានការឆ្កាំឆ្គងតែម្ដងបាទអញ្ចឹងខ្ញុំមានការចែកម្លែកប៉ុណ្ណេះបាទអរគុណច្រើន